ក្តៅនៅមុននេះបន្តិចសម្ដេចថាបតីហ៊ុនម៉ាណែតឆ្លើយតបទៅថៃរឿងគម្រាមផ្ដាច់ភ្លើងនៅយប់ថ្ងៃទី12ខែមិថុនានេះសម្ដេចថាបតីហ៊ុនម៉ាណែតក៏បានធ្វើការឆ្លើយតបទៅប្រទេសថៃវិញពាក់ព័ន្ធនឹងការគម្រាមផ្ដាច់ភ្លើងរបស់ជ្រុលនិយមថៃមួយចំនួនដោយក្នុងនោះសម្ដេចថាបតីបានបង្ហោះនៅក្នុងគណនីភ័យផ្លូវការរបស់សម្ដេចដែលមានន័យបែបនេះថាថ្មីនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគម្រាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួនឲ្យកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជាដើម្បីកុំឲ្យវែងឆ្ងាយឬក៏បង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬក៏មិនកាត់ឬក៏កាត់ពេលណានោះកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកលើការទិញពីប្រទេសថៃទេឯកឧត្តមជាវណ្ឌិតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ទើបរាយការណ៍មកខ្ញុំថាចាប់ពីម៉ោង12យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិកឬប្រតិបត្តិការអ៊ីនធឺណិតទាំងអស់នៅកម្ពុជានឹងបញ្ឈប់ការទិញអ៊ីនធឺណិតពីប្រទេសថៃដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងការបង្ហោះដដែលសម្ដេចថាបតីបានបន្តទៀតថាដោយឡែកឯកឧត្តមកៅរតនៈរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯងបន្ថែមពីលើក្រសួងពីរខាងលើខ្ញុំបានបញ្ជាឲ្យក្រសួងពាក់ព័ន្ធរបស់កម្ពុជាពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុដើម្បីដាក់ចេញនូវវិធានការផ្សេងបន្ថែមទៀតប្រសិនបើជាអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរសម្ដេចតេជោហ៊ុនសែនក៏បានលើកឡើងនៅក្នុងគណនីភ័យផ្លូវការរបស់សម្ដេចផងដែរនៅយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះដោយសម្ដេចបានលើកឡើងបែបនេះថាខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាចំនួនយោធានៅតំបន់មួយរីករាលដាលដល់កន្លែងផ្សេងទៀតនិងកុំរីករាលដាលដល់វិស័យផ្សេងទៀតតែពេលនេះវាបានរីករួចទៅហើយដូចជាការបិទព្រំដែនជាឯកតោភាគីបន្ថយចំនួនការស្នាក់នៅជាឯកតោភាគីនិងការគម្រាមកាត់ភ្លើងកាត់អ៊ីនធឺណិតការរាយលួចបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនឹងចិត្តបើតាមជាជ្រុលរបៀបនេះទៅហើយខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការអន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើនៅក្នុងកម្ពុជាផងដែរ